องค์การสหประชาชาติอาจนึงត្រូវបិទទ្វារត្រឹមខែកក្កដាខាងមុខនេះប្រសិនបើសហរដ្ឋអាមេរិកមិនសងបំណុលដែលខ្លួនជំពាក់ជិត$4,000 លានបងប្អូនគួរបញ្ជាក់ផងដែរថាអង្គការសហប្រជាជាតិបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងការដួលរលំផ្នែកហិរញ្ញវត្ថុហើយអាចនឹងអស់សាច់ប្រាក់សម្រាប់ដំណើរការនៅត្រឹមខែកក្កដាឆ្នាំ2025ខាងមុខនេះដោយសារតែសហរដ្ឋអាមេរិកនឹងជំពាក់បំណុលរហូតដល់ទៅ99%នៃថវិកាប្រតិបត្តិការសរុបរបស់អង្គការសហប្រជាជាតិនឹងបងប្អូនហើយមែនទែនទៅគឺអង្គការសហប្រជាជាតិនឹងគេបែងចែកកញ្ចប់ថវិកាជា2មួយគឺសម្រាប់ថវិកាប្រតិបត្តិការទូទៅដែលអាមេរិកជំពាក់$2.2 លានហើយមួយទៀតគឺសម្រាប់បេសកកម្មរក្សាសន្តិភាពពិភពលោកដែលអាមេរិកជំពាក់$1.8 លានបងប្អូនចឹងបូកចូលគ្នាទៅបាក់ចូល$4,000 លានបងប្អូនចឹងបើសិនជាមិនបងឲ្យទេប្រហែលជាដួលរលំហើយត្រឹមខែកក្កដាខាងមុខនេះបងប្អូនបាទហើយមែនតើទៅអាមេរិកគឺបានផ្អាកការផ្ដល់ថវិកាទាំងស្រុងនឹងនៅក្នុងឆ្នាំ2025ហើយរហូតមកដល់រដ្ឋាភិបាលថ្មីរបស់លោក Donald Trump នឹងគឺឯកអគ្គរដ្ឋទូតអាមេរិកលោក Mike Waltz នឹងបានសន្យាថានឹងបង់ប្រាក់ឲ្យអង្គការសហប្រជាជាតិនឹងនៅក្នុងចំនួនដ៏ច្រើននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខប៉ុន្តែមិនទាន់បញ្ជាក់តួលេខច្បាស់លាស់នោះទេចឹងបើសិនជាអាមេរិកអត់បង់ទេអាចនឹងដួលរលំនៅខែកក្កដាចឹងបើអាមេរិកបង់នេះបាទគេគាត់និយាយថានឹងបង់នៅសប្តាហ៍ខាងមុខចឹងអាចនឹងដំណើរការតទៀតបងប្អូនហើយមែនទែនទៅអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺប្រទេសវេណេស៊ុយឡានឹងក៏ជាអ្នកជំពាក់អង្គការសហប្រជាជាតិនឹងដែរដែលជំពាក់ត្រឹមតែ$38 លានទេហើយក៏ត្រូវបានបាត់បង់សិទ្ធិក្នុងការបោះឆ្នោតនៅក្នុងមហាសន្និបាតទៅហើយប៉ុន្តែអាមេរិកជំពាក់ដល់ទៅ$4,000 លានគឺអត់អីសូម្បីតែអង្គការសហប្រជាជាតិក៏គេហៅលំអៀងដែរបងប្អូនលំអៀងមែនបងប្អូនបាទវេណេស៊ុយឡាជំពាក់តែ38 លានបាទដកសិទ្ធិគ្នាអត់ឲ្យបោះឆ្នោតនៅក្នុងមហាសន្និបាតទៅហើយបាទដល់ពេលអាមេរិកបាទជំពាក់រហូតដល់ទៅ$4,000 លានបាទអូខេអត់អីហើយមែនតើទៅគឺប្រទេស60ចំនួន60ជុំវិញពិភពលោកបាទបានបង់វិភាគទានរួចរាល់អស់ហើយប៉ុន្តែស្ថិរភាពរបស់អង្គការសហប្រជាជាតិនឹងគឺនៅតែពឹងផ្អែកទាំងស្រុងលើការសម្រេចចិត្តរបស់ទីក្រុង Washington របស់អាមេរិកនឹងបង្រួនបាទអញ្ចឹងសរុបសេចក្តីមកជោគវាសនារបស់អង្គការសហប្រជាជាតិនឹងកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អាមេរិកដដែលទេបើគ្មានការបង់ប្រាក់ទាន់ពេលទេស្ថាប័នពិភពលោកមួយនេះអាចនឹងត្រូវបិទទ្វារហើយអាចនឹងកាត់បន្ថយប្រតិបត្តិការទ្រង់ទ្រាយធំក៏ថាបានដែរចឹងបងប្អូនបើសិនជាមិនបិទអាចនឹងកាត់បន្ថយប្រតិបត្តិការទ្រង់ទ្រាយធំចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះអង្គការសហប្រជាជាតិបាទបើមិនតែនទៅបើគឺកញ្ចប់ចំណាយខ្ញុំចាប់អារម្មណ៍លើកញ្ចប់ចំណាយអីគេនេះសម្រាប់រក្សាសន្តិភាពពិភពលោកបងប្អូនបាទកញ្ចប់នឹងក៏ច្រើនដែរហើយអត់មានបានបញ្ចប់សង្គ្រាមណាមួយបងប្អូនបាទចាញ់លោកត្រាំសុទ្ធបាទលោកត្រាំឡើងមកទៅមួយឆ្នាំបាទបញ្ចប់សង្គ្រាមបាន8ហើយអង្គការសហប្រជាជាតិទៅទេហ្មងបងប្អូនណាជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា